ប្រតិបត្តិព័ត៌មាននិងជាកកម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី5ខែឧសភាឆ្នាំ2025វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 2.85 សង់ទីម៉ែត្រស្មើថ្ងៃម្សិលមិញទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 7.74 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 2.82 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់ 2.12 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 7 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 1.34 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 1 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 2.4 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្រទន្លេសាបព្រៃក្តាមថ្ងៃនេះទឹកមានកម្ពស់ 1.6 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 71 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកនិងឡើងបន្តិចបន្តួចសូមអរគុណ